สุดท้ายประมาณปอนต่างគ្នាបាទថ្ងៃនេះខាងខ្ញុំកាត់បានស្តុកថ្មីមួយគ្រឿងទៀតហើយគឺ Ford Everest Zone 13ជាប្រភេទឡានខ្លាញ់គោហើយនេះគឺជាសកម្មភាពជាក់ស្ដែងបាទដែលខ្ញុំថតឡាននៅម្ចាស់ផ្ទះផ្ទាល់តែម្ដងគឺខ្ញុំធ្វើនេះគឺចង់បង្ហាញនៅពិនភាគឡានច្បាស់លាស់ជូនពុកម៉ែបងប្អូនទស្សនាបាទពេលដែលមកយកនៅម្ចាស់ផ្ទះផ្ទាល់តើសភាពឡានបែបណាបាទជាក់ស្ដែងពុកម៉ែបងប្អូនបាទសម្រាប់ Ford Everest មួយគ្រឿងនេះគឺថ្មីខ្លាំងមែនតើតែលើទឹកថ្នាំមួយជុំឡានវិញគឺស្រស់ស្អាតមែនទែនពុកម៉ែបងប្អូនបាទគឺមានតែឆ្កូតតិចតួចទេហើយសម្រាប់ Ford Everest វិញបាទពណ៌ពេញនិយមគឺពណ៌ទឹកប្រាក់នេះតែម្ដងបាទឥឡូវក្រុមការងាររបស់ខ្ញុំបាទកំពុងតែពិនិត្យទៅលើឯកសារហើយបាទរាល់ពុកម៉ែបងប្អូនបាទដែលជាវឡានពីខាងខ្ញុំគឺមានការធានាត្រឹមត្រូវបាទទៅលើមិនបុកទៅលើមិនកាត់តមិនស្ងោបដូរពណ៌ជាពិសេសគឺធានាទៅលើឯកសារស្របច្បាប់កាត់ឈ្មោះបានពុកម៉ែបងប្អូនដែលចង់បានឡានថ្មីឡានស្អាតបាទឡានដែលមានការធានាត្រឹមត្រូវអាចមកមើលបានបាទតំណងជាមួយទូរស័ព្ទនៅខាងក្នុងវីដេអូបន្ទាប់ពីបង្ហាញពុកម៉ែបងប្អូនទស្សនានៅផ្នែកខាងក្រៅខ្លះបាទបន្តិចទៀតខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទៅមើលផ្នែកខាងក្នុងនៃរថយន្តម្ដងបាទ Ford Everest មួយគ្រឿងនេះបាទឆ្នាំ013ជាប្រភេទក្នុងលឿងបាទគឺជាប្រភេទ option ស៊ីនរបស់ក្រុមហ៊ុនតែម្ដងពុកម៉ែបងប្អូនបាទហើយសម្រាប់ផ្នែកខាងក្នុងដូចជាពូកស្បែកបាទគឺនៅសំណុំដើមស៊ីនតែម្ដងមិនមានរហែកឬក៏ដេប៉ះបដូរស្បែកពូកត្រង់ណាទេបាទគឺនៅសំណុំដើមតែម្ដងពុកម៉ែបងប្អូនជាពិសេសបាទទៅលើកឡុកកលៀតផ្នែកខាងក្នុងឡាហ្វុងលើបាទអត់មានប្រឡាក់ឬក៏ហុយទេពុកម៉ែបងប្អូនបាទគឺនៅស្រស់ស្អាតមែនតើមិនថាកៅអីមុខកៅអីក្រោយបាទគឺនៅសំណុំដើមតែម្ដងអ្វីដែលពិសេសមួយទៀតពុកម៉ែបងប្អូន Ford Everest គឺធំទូលាយបាទជាប្រភេទឡាន SUV ខ្នាតធំបាទមានកៅអី3ជួរហើយម៉ាស៊ីនត្រជាក់វិញមានតាំងពីមុខដល់ក្រោយតែម្ដងពុកម៉ែបងប្អូនបាទមាននៅផ្នែកខាងមុខផ្នែកកណ្ដាលនិងផ្នែកខាងក្រោយបាទគឺទូលាយមែនទែនពុកម៉ែបងប្អូនបាទហើយម៉ាស៊ីនត្រជាក់វិញគឺត្រជាក់អេមតែម្ដងសម្រាប់ពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍បាទមកលើ Ford មួយគ្រឿងនេះអាចតែអ្នកតំណមកមើលផ្ទាល់បានបើកតេស្តសាកល្បងបានហើយការរៀបចំអត់យូរទេពុកម៉ែបងប្អូនបាទខ្ញុំយកទៅតែបោកពូកលាងម៉ាស៊ីននិងសម្អាតប៉ូលីទេបាទយ៉ាងយូរ3ថ្ងៃគឺពុកម៉ែបងប្អូនអាចមកមើលបានហើយបាទឥឡូវនាំអារម្មណ៍ពុកម៉ែបងប្អូនបាទមកមើលផ្នែកប្លុកម៉ាស៊ីនម្ដងបាទថ្មីខ្លាំងមែនទែនពុកម៉ែបងប្អូនក្លុកលាកខ្ចៅខ្ចងបាទលើថ្ពាល់បាទលើជើងដំបូលបាទអត់មានស្នាមដោះឬក៏ស្នាមតោនបាញ់ថ្នាំអីទេបាទម៉ាស៊ីនខ្ចីបាទអត់មានជ្រាបប្រេងគ្មានសើមទេបងប្អូនបាទគឺថ្មីដាច់តែម្ដងបាទ Ford Everest មួយគ្រឿងនេះជាពិសេសផ្នែកខាងមុខបងប្អូនបាទផ្នែកធ្នឹមមុខបាទគឺនៅកាយ៉ាវស៊ីនសំណុំស៊ីនតែម្ដងហើយខាងខ្ញុំដូចបញ្ជាក់ខាងដើមអញ្ចឹងបាទសម្រាប់ឡានរាល់ការជាវពីខាងខ្ញុំគឺមានការធានាត្រឹមត្រូវទៅលើមិនបុកមិនកាត់តមិនស្ងោបដូរពណ៌ហើយក៏សូមអរគុណបងប្អូនបាទសម្រាប់ការទស្សនាវីដេអូពីដើមដល់ចប់កុំភ្លេចជួយ like និងជួយ share បាទវីដេអូខ្ញុំមកដល់ពុកម៉ែបងប្អូនយើងផងបាទអរគុណបងប្អូនសម្រាប់ការទស្សនា